千古风流人。ដែលបជារាជការចេញបដបដងរាល់កិច្ចការទូទៅដូចជាមិនសមហេតុផលយូរទៅអ្វីក៏ប្លែកអញ្ចឹងទេនោះទឹកដីរបស់ជីដូនជីតាធ្វើយ៉ាងណាអាចរក្សាបានយូរសភាពកម្មហាសុកធ្វើយ៉ាងណាអាចរឹងមាំឡើងវិញចាំងមកជឺក្រាបទូលដេកសត្វរីតែនេះតែឆ្ងាយទៅព្រះអង្គដើមឈើខ្ពស់ពេកហើយមិនយ៉ាងទៀតសត្វរីគឺមានសារជាតិអញ្ចឹងទោះជាដេញវាទៅបាត់ក៏វាគង់ទៅមកវិញដែរដាស់មែនគ្រាន់តែដេញសត្វរីក៏និយាយច្រើនដែរក្រាបទូលមហាសង្ឃចង់ឲ្យមានភាពរុងរឿងចង់ឲ្យប្រជារាស្ត្របានសុខត្រូវតែប្រើវិធីសាស្ត្រផ្សេងរាល់កិច្ចការទាំងឡាយអ្នកកាន់អំណាចជាអ្នកទទួលខុសត្រូវអ្នកកាន់អំណាចជាអ្នកទទួលខុសត្រូវដេកវាខ្លាំងទៅដេកឲ្យខ្លាំងវាយឲ្យខ្លាំងទៅដេកឲ្យខ្លាំងទៅហើយទៅខាងលើទៀតកុំឲ្យវាយំដេកទៀតដេកលុះត្រាតែវាឈប់យំណាដេកទៀតនោះខាងនោះវាដេកវាដេកវាយ៉ាប់ពីប្រោះយាបហើយព្រះអង្គពួកឯងទាំងអស់គ្នាស្រោកឡើងមកព្រះអង្គវៃរីទូបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គលោកគ្រូមហាយព្រះអង្គហេតុនេះបានជាព្រះអង្គដេញសត្វរីទាំងអស់ហើយយ៉ាងយើងកំពុងតែតតអត្ថបទរបស់វាងអានស៊ឺមកដឹកស្មានថារីទាំងនេះវារំខានយើងពេកម្ល៉េះហើយត្រូវតែដេញវាចេញរីយំនៅលើដើមឈើគឺជារឿងធម្មជាតិទោះជាពេលនេះដេញចេញក៏វាគង់តែត្រឡប់មកវិញដែរលោកគ្រូចាត់តែនិយាយពីរឿងច្បាប់ធម្មជាតិរីស្រែកនៅលើចុងឈើក៏ច្បាប់ធម្មជាតិចំណែកយើងដេញសត្វរីក៏មិនមែនច្បាប់ធម្មជាតិដែរមែនទេដេញឲ្យមកទៀតមកឲ្យដេញទៀតក៏ជាច្បាប់ធម្មជាតិព្រះអង្គមានព្រះបញ្ញាញាណនេះក៏ជាច្បាប់ធម្មជាតិដែរក្រាបទូលប្រសាណាអញ្ចឹងលោកគ្រូមានបានអានអត្ថបទរបស់អតីតព្រះរាជាសុំយិនទេអត្ថបទរបស់អានស៊ឺនឹងស្នាប្រហោរបស់ព្រះរាជាយិនចុងពិតជាល្បីខ្លាំងណាស់មានចំណងជើងថា10000ពាក្យក៏ទូបង្គំអានរួចលោកយល់យ៉ាងម៉េចដែរអត្តន័យជ្រៅជ្រះមិនមែនធម្មតាទេអ្វីដែលបានសរសេរនោះសុទ្ធតែជារឿងពិតជាក់ស្ដែងគឺអាចធ្វើការអនុវត្តបានហើយក៏អាចធ្វើការកែប្រែការរស់នៅរបស់មនុស្សលោកដែរប្រសាណាលោកគ្រូនិយាយទៅមើលវិធីកែប្រែរបស់វាងអានស៊ឺក៏ជាច្បាប់ធម្មជាតិដែរមែនទេព្រះអង្គពេលក្រត្រូវតែប្រែប្រួលនឹងទៅមុខប្រែហើយប្រែទៀតក៏ជាច្បាប់ធម្មជាតិដែរប្រសាណាលោកគ្រូនិយាយទៅហេតុអីបានជាគាត់សរសេរគម្ពីរសម្ដី10000នេះនិយាយទៅមើលយើងចាំស្ដាប់សម័យកាលជាអ៊ីវឆ្នាំទី4លោកមន្ត្រីកាន់ច្បាប់លោកម្ចាស់ប៉ៅចិនជំរុញឲ្យវាងអានស៊ឺធ្វើជាមន្ត្រីកាត់ក្តីក្រោយមកនៅក្នុងសំណាក់អានលីងនៅក្នុងសំណាក់អានលីងនឹងហើយដែលគាត់បានសរសេរសៀវភៅនេះតែទទួលនឹងការស្ដីបន្ទោសពីមន្ត្រីជាច្រើនរឿងនេះមិនខុសពីលោកម្ចាស់វ៉ានកាលដែលគាត់នៅក្មេងទាមទារកែប្រែច្បាប់រាជការប៉ុន្តែប្រៀបជាមួយនឹងខ្លឹមសារនៃច្បាប់ប្រែប្រួលរបស់រាជការនៅសម័យឈីនស៊ីងវាកាន់តែមានភាពល្អិតល្អន់និងជាក់ស្ដែងជាងនេះទៅទៀតហេតុអីបានជាអតីតព្រះរាជាមិនប្រើវិធីច្បាប់របស់វាងអានស៊ឺនោះគឺមកពីលោកអបរាជហាន់ឈីធ្វើការចំទាស់ការនោះការងារចាំបាច់មិនមែនកែប្រែច្បាប់ទេគឺធ្វើយ៉ាងណាឲ្យអំណាចមហាក្សត្រនិងមន្ត្រីមានតុល្យភាពពេលនោះព្រះរាជាមិនស្រួលប្រកាយណាមួយគ្មានអ្នកបន្តរាជដូច្នេះហើយត្រូវតែងតាំងរាជទាយាទជារឿងសំខាន់ព្រះរាជាយិនចុងមានព្រះសុខភាពខ្សោយមិនអាចសម្រេចរាល់កិច្ចការទាំងនេះបានមានតែទុកឲ្យកូនចៅចំនួនក្រោយមើលទៅការនោះអ្វីដែលហាន់ឈីធ្វើពិតជាមិនខុសទេក្រាបទូលលោកនិយាយត្រូវតែមិនដឹងថាចរិតរបស់វាងអានស៊ឺយ៉ាងណាទេក្នុងចំណោមមន្ត្រីទាំងឡាយវាងអានស៊ឺអាចទុកជាមនុស្សក្រាន់បើរស់នៅធម្មតាក្រតែសប្បាយចិត្តមិនចូលចិត្តស្រីស្រារំច្រៀងចូលចិត្តតែរៀនសូត្រប៉ុណ្ណោះមិនចូលចិត្តធ្វើជាមន្ត្រីសុំឈប់ច្រើនលើកតែសុំបម្រើព្រះរាជកិច្ចរបស់ព្រះអង្គនិងបម្រើប្រជារាស្ត្រទូលបង្គំមិនដឹងសោះថាក្រៅពីស៊ឺម៉ាគង់តើមាននរណាអាចប្រៀបជាមួយនឹងគាត់បានទេយើងឮថាលោកគ្រូនឹងវាងអានស៊ឺរាប់អានគ្នាណាស់ម្ល៉េះហើយលោកប្រកាសជាយល់ពីគាត់ច្បាស់ណាស់ព្រះអង្គ
ចំពោះអ្នកដតីទូបង្គំមិនហ៊ានថាទេតែចំពោះវាងអានស៊ឺវិញទូបង្គំយល់ច្បាស់ណាស់សូមព្រះអង្គសួរទូបង្គំមកចុះយើងមិនចង់សួរច្រើនលោកគ្រូចាំស្ដាប់យើងនិយាយពីវាងអានស៊ឺជាមុនចាស់មើលទៅយើងនិយាយនេះត្រឹមត្រូវទេគាត់ជាអ្នកស្រុកនីងឈွန်ពីក្មេងចូលចិត្តរៀនសូត្រហើយមិនភ្លេចសរសេរអក្សរដូចហោះមានការយល់ដឹងក៏ច្រើនមានអាដាមកតេអស្ចារ្យខ្លាំងក្លាសម័យកាលឈីងលីឆ្នាំទី2គេអាយុ22ប្រឡងជាប់ប្រចាំឆ្នាំក្រោយពីបំពេញការងារ3ឆ្នាំគេក៏ធ្វើខុសប្លែកពីមុនស្ម័គ្រចិត្តធ្វើជាចៅហ្វាយស្រុកតូចតាចនៅស្រុកឆ្ងាយព្រះអង្គកាលនោះគេក៏សាងទំនប់ទឹកការពារទំនប់ទឹករៀបចំបន្លាយទឹកគ្រប់យ៉ាងក៏សាងទាំងសាលាការពារភូមិស្រុកល្អជាពិសេសជំរឿស្រូវល្អរក្សាក្នុងជង្រុកព្រមទាំងឲ្យកសិករដែលគ្មានលទ្ធភាពខ្ចីប្រាក់ធ្វើការដាំដុះក្រោយពីទទួលផលសឹមសងវិញក៏បានម្ល៉េះហើយគាត់បានដោះស្រាយរាល់ការលំបាករបស់ប្រជារាស្ត្រក្រីក្រចំណែកសាលាស្រុកក៏មានសល់ប្រាក់ស្រូវចាស់ក្រោយមកក៏ដូរទៅជាស្រូវថ្មីបង្ក្រាបលើសេដ្ឋីដែលធ្វើបាបប្រជារាស្ត្រជាច្រើននេះឲ្យធ្វើឲ្យប្រជារាស្ត្រនិងរាជការទទួលផលច្រើនក្រោយមកគេក៏សម្រេចកិច្ចការគ្រប់យ៉ាងព្រះអង្គពិតជាទ្រង់យល់ពីរឿងវាងអានស៊ឺច្បាស់ណាស់ក្រោយមកវាងអានស៊ឺទៅឆាងជើជាមន្ត្រីមូលដ្ឋានមានស្នាដៃល្អមន្ត្រីជាច្រើនបានឲ្យគាត់ជួបបម្រើរាជការវិញតែគាត់មិនព្រមលោកគ្រូនិយាយទៅមើលបើគាត់ចូលបម្រើរាជការតើគាត់ព្រមទេព្រះអង្គអ្នកខ្លះហានស្លាប់ដើម្បីមិត្តភ័ក្តិមន្ត្រីល្អបម្រើមហាក្សត្រល្អវាងអានស៊ឺប្រកាសជាមកឡោះប្រសើរណាស់វាងអានស៊ឺពេលនេះនៅឯណាទៅពេលនេះនៅស្រុកជាងនីងក្រាបទូលបានឲ្យគាត់ចូលរាជធានីភ្លាមទទួលព្រះរាជបញ្ជាអ្នកមីងឲ្យបងលៀនមកហូបបាយផងទៅគេមិនព្រមមកទេចិត្ត3ឆ្នាំទៅហើយគាត់មិនព្រមចេញពីបន្ទប់ខ្លួនឯងសោះអ្នកមីងលៀនក្មួយឆ្លាតអ្នកមីងពិសាបាយទៅឆ្លាតណាស់អ្នកមីងពិសាទៅតាមក្តៅមីងនឹងហូបឥឡូវនេះទៅចម្លងអត្ថបទដែលអ្នកមីងចម្លងបាញ់មិញនោះទៅខ្ញុំដឹងហើយអ្នកមីងបងប្រុសមួយថ្ងៃអស់សង្ឃឹមនោះក៏ព្រោះតែនាងស៊ីលីពេលនេះកាន់ទុកក៏ចិត្តចប់តែបងប្រុសនៅតែពិបាកចិត្តឲ្យយើងគិតយ៉ាងម៉េចទៅបងប្រុសស្រឡាញ់អ្នកនាងសេវៀនជ្រៅដូចសមុទ្រភ្លាមនេះគឺមិនដាច់ចិត្តទេបងសូមបងបញ្យល់ទៅបងប្រុសទៅបញ្យល់យ៉ាងណាពេលនេះបងប្រុសស្ដាប់អ្នកណាក៏មិនចូលដែរប្រហែលថ្ងៃក្រោយបងអូនស្រីវាងចុងជឺនឹងចូលផ្ទះនេះហើយដល់ពេលនោះគិតយ៉ាងម៉េចទៅមួយស្រីកុំអាចឈប់ណាសរសេរទៀតអក្សរស៊ីគឺអក្សរបែកញ៉ាមីងរំខានអ្នកមីងទៀតហើយសេលៀនមិនបាច់គួរសមពេកទេលោកយាយមករៀនខ្ញុំច្រៀងផងបានទេអូបានចាំស្ដាប់ណាតាចាស់ម្នាក់អាយុ77បានប្រពន្ធអាយុ81កូនប្រុសកើតមក99បានចៅមួយគឺ101ណាហាត់អីបានជាកូនប្រុសអាយុច្រើនជាងឪពុកមានចៅអាយុច្រើនជាងលោកតាទៅទៀតអាយ៉ាកូននេះដេញដោលច្រើនមែននេះគ្រាន់តែនិយាយលេងទេនិយាយលេងដូចជាកុហកខ្ញុំអាយ៉ាមើលទៅយើងបង្រៀនឯងមិនចេះទេបង្រៀនមិនបានក៏ត្រូវតែបង្រៀនដែរបង្រៀនទៀតតែលោកយាយកូននេះចំមែនហើយបង្រៀនខ្ញុំមកបង្រៀនខ្ញុំទៀតលោកយាយបានសុំអីមកណាមីងមកនេះផ្កា
ង្គាសល់ខែមួយគឺក្រអូបណាស់ផ្កាអង្គាសល់ខែមួយក្រអូបខ្លាំងណាស់ផ្កាអ័រគីដេខែ2នៅក្នុងថោផ្កាអ័រគីដេខែ2នៅក្នុងថោផ្កាប៉េះខែ3ក្រអូបពេញភូមិផ្កាប៉េះខែ3ក្រអូបពេញភូមិផ្កាឈៀងវៃខែ4ផ្អែកលើជញ្ជាំងផ្កាឈៀងវៃខែ4ផ្អែកលើជញ្ជាំងផ្កាខ្ទឹមខែ5ក្រហមដូចភ្លើងផ្កាខ្ទឹមខែ5ក្រហមដូចភ្លើងផ្កាឈូកខែ6នៅពេញស្រះផ្កាឈូកខែ6នៅពេញស្រះផ្កាស្រស់ខែ7ដោតលើក្បាលផ្កាស្រស់ខែ7ដោតលើក្បាលសេលីនគួរឲ្យស្ដាយណាស់ការយល់ដឹងរបស់នាងច្រើនយ៉ាងនេះចាំងនីងពងព្រះរាជាចង់ឲ្យតែពុកចូលក្នុងរាជធានីក៏ព្រោះតែកែប្រែច្បាប់ចាស់ទាំងនេះពិតមែនហើយហានវិញបានសរសេរក្នុងសម្បត្តិប្រាប់យើងអស់ហើយតើពុកយល់យ៉ាងម៉េចដើម្បីកសាងជាតិតើនៅចាំអីទៀតទូលបង្គំវាងអានស៊ឺសូមក្រាបថ្វាយបង្គំព្រះអង្គហេវាងអានស៊ឺឆាប់ក្រោកឡើងមកអរព្រះគុណព្រះអង្គទូលបង្គំមកយឺតយ៉ាវសូមព្រះអង្គបរិជ្ជទានទោសយើងចាំលោកយូរហើយស្ទើរតែមួយយប់មិនបានផ្ទុំទេព្រះអង្គយកប្រតិទុកដាក់ចំពោះទូលបង្គំយ៉ាងនេះទូលបង្គំស៊ូស្លាប់ដើម្បីបម្រើព្រះរាជកិច្ចថ្វាយព្រះអង្គក្រាបទូលពួកឯងយកកៅអីមកអរព្រះគុណព្រះអង្គវាងអានស៊ឺយើងឮថាប្រហែលឆ្នាំនេះលោកកាន់កាប់ស្រុកចិនជៅគួរឲ្យគេកោតសរសើរតើមានអ្វីអាចបញ្យល់ដល់យើងបានទេក្រាបទូលព្រះអង្គគ្មានអីគួរអស្ចារ្យទេហេមិនចាំបាច់គួរសមអីទេលោកនិយាយមកចោះយើងចាំស្ដាប់ទូលបង្គំមិនដឹងសោះថាតើព្រះអង្គទ្រង់យល់យ៉ាងណាចំពោះសភាពការនគរទាំងមូលទេអូលោកចង់ពិសោធន៍យើងហ៎ទូលបង្គំមិនហ៊ានទេទូលបង្គំគ្រាន់តែចង់ធ្វើការវិភាគថ្វាយព្រះអង្គតែប៉ុណ្ណោះល្អណាស់យើងយល់ថាមហាសង្ឃមានប្រវត្តិរាប់រយឆ្នាំចំណុចល្អក៏មានតែចំណុចខ្វះខាតក៏ច្រើនឥឡូវនេះរាជមិនមានជាតិនៅក្រមន្ត្រីច្រើនកងទ័ពច្រើនចំណាយច្រើនច្បាប់ជាច្រើនប្រើមិនបានម្ល៉េះហើយទៅមុខមិនរួចទេស៊ីសេកំពុងតែរងចាំឱកាសមកវាយលោកយើងព្រះជាយានចង់ព្រះជាអ៊ីងចង់ប្រែប្រួលច្បាប់មិនបានសម្រេចនេះហើយជាសភាពការចំពោះមុខព្រះអង្គមានព្រះបញ្ញាញាណព្រះអង្គមានព្រះបញ្ញាញាណមហាសង្ឃមានព្រះអង្គគ្រងរាជគឺជាសំណាងល្អហើយក្រាបទូលថ្មីត្បិតយើងនៅក្មេងប៉ុន្តែនេះគឺជាវាសនារបស់យើងត្រូវតែធ្វើតាមព្រះបំណងរបស់អតីតព្រះរាជាទាំងឡាយត្រូវធ្វើឲ្យជាតិមានភាពរុងរឿងល្អណាស់ម្ល៉េះហើយសូមឲ្យលោកម្ចាស់វាងជួយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីមហាសង្ឃនិងព្រះអង្គទូលបង្គំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពល្អណាស់យើងបានមើលគម្ពីរមើលពាក្យរបស់លោករួចទៅហើយគួរឲ្យរំភើបចិត្តថ្ងៃមុនយើងពិនិត្យស្ថានភាពរាជធានីក្រោយពីទទួលយោបល់ពីមន្ត្រីជាច្រើនយើងយល់ថាយើងមិនត្រូវលើកទឹកចិត្តឲ្យបង្កសង្គ្រាមមិនត្រូវលើកទឹកចិត្តឲ្យទៅអ្នកដែលបង្កសង្គ្រាមតែចង់ឲ្យជាតិខ្លាំងគួរតែធ្វើអ្វីជាមុនប្រើវិធីសាស្ត្រជាមុនយើងសួរលោកទៀតទៅមើលកាលនោះអតីតព្រះរាជាការពារទឹកដីឲ្យមានសេចក្តីសុខរយៈពេល100ឆ្នាំមិនមានការប្រែប្រួលគឺមកពីអីដែរមន្ត្រីសង្ងំសុខទាំងអស់នោះតែយល់ថាមហាសង្ឃគ្មានបញ្ហាចេះតែរកមូលហេតុប្រឆាំងជាមួយមន្ត្រីដែលចង់កែប្រែច្បាប់ចាស់ប៉ុន្តែបើយកមហាថាងធ្វើការប្រៀបធៀបជាមួយមហាសង្ឃយើងប្រកាសជាដឹងសខ្មៅមហាសង្ឃ100ឆ្នាំមិនមានបញ្ហាប៉ុន្តែក្រណាស់ខ្សោយណាស់មហាថាងរាប់រយឆ្នាំមានបញ្ហាច្រើនតែទឹកដីកាន់តែធំគ្មានអ្នកណាអាចយកឈ្នះអ្នកណាក៏គោរពយើងចង់ធ្វើដូចព្រះរាជាលីស៊ឺមីងយ៉ាងម៉េចដែរព្រះអង្គហេតុអីបានជាមិនធ្វើតាមព្រះរាជាយ៉ាវនិងព្រះរាជាស៊ុនមហាថាងខ្លាំងក្លាប៉ុន្តែច្បាប់មិនគ្រប់គ្រាន់ដូច្នេះទឹកដីមិនបានគង់វង្សយូរអង្វែងយើងប្រើច្បាប់អនុវត្តតាមវិធីសាស្ត្ររបស់ព្រះរាជាយ៉ាវនិងព្រះរាជាស៊ុនអញ្ចឹងទឹកដីមហាសង្ឃប្រកាសជាគង់វង្សយូរអង្វែងជាមិនខានលោកនិយាយបន្តទៀតទៅមើលបងប្រុសសម្បត្តិរបស់លោកម្ចាស់វាងអានស៊ឺគាត់ថាលោកម្ចាស់វាងអានស៊ឺកំពុងតែជួយព្រះរាជាកែប្រែច្បាប់ចាស់ទៅជាច្បាប់ថ្មីសម្បត្តិនេះគឺចង់ពិភាក្សាជាមួយបងប្រុសរឿងកិច្ចការតានេះបងឆាប់ទៅមើលស៊ូឆាការនៅក្នុងរាជការពួកយើងប្រឹងប្រែងអស់ពីលទ្ធភាពទៅហើយបើសិនជាឯងចង់មើលអញ្ចឹងឯងមើលចុះ
បងប្រុសមិនអាចធ្វើអញ្ចឹងបានទេបងមិនត្រូវសង្ងំនៅស្ងៀមទេបងឃើញទេយើងទុកព្រួយពេញខ្លួនឥឡូវនេះក៏ចិត្តដល់ពេលទៅបម្រើការងារវិញរាជការកំពុងតែសង្ឃឹមលើពួកយើងខ្លាំងណាស់សុឆាឯមើលកសិករនៅជើងព្រំទៅមើលពួកគេធ្វើអ្វីជាលក្ខណៈធម្មតាហើយដូចតែគ្នាចុះហេតុអ្វីបានជាពួកគេអាចរស់នៅយ៉ាងធម្មតាបានពួកខ្ញុំរៀនគឺដើម្បីចេះដើម្បីបម្រើការងារប្រជារាស្ត្រឯនិយាយនេះខុសហើយទោះជាយើងទៅដល់ទីណាក៏តែងតែជួបបញ្ហាដែរដោយបាសាបាសីរស់នៅក្នុងព្រៃមិនទៅឆ្ងាយពីព្រៃចំណែកបងឯងរស់នៅជាប្រជារាស្ត្រសាមញ្ញនៅក្នុងព្រៃភ្នំមិនចឹងរស់នៅជាប្រជារាស្ត្រសាមញ្ញឃ្លាតឆ្ងាយពីអំណាចបន្សាក់ក៏យើងអាចរស់នៅបានដោយមានសេចក្តីសុខដែរបងប្រុសមិនអាចធ្វើអញ្ចឹងបានទេប៉ុន្តែបងមានការមិនគប្បីចំពោះស៊ីវលៀនប៉ុន្តែយើងទាំងពីរជាអ្នករៀនសូត្រជ្រៅជ្រះយើងត្រូវគិតដល់ប្រជារាស្ត្រជាចម្បងមិនគួរស្មុគស្មាញព្រោះតែរឿងស្នេហាប្រុសស្រីនោះទេខ្ញុំយល់ថាបងប្រុសគួរតែធ្វើតាមពាក្យបណ្ដាំរបស់ពុកមុនពេលគាត់ស្លាប់រៀបការជាមួយអ្នកនាងវាងយុនជឺឲ្យបានឆាប់បន្ទាប់មកយើងទៅកាន់រាជធានីប្រឹងប្រែងការងារបំពេញតួនាទីជាមន្ត្រីរាជការនេះគឺសម្រាប់តបាងគួយអ៊ូស៊ូហើយនឹងនីវៃប៉ុន្មានអ្នកតែប៉ុណ្ណោះចំណែកពួកយើងទោះជាប្រឹងប្រែងយ៉ាងណាក៏មិនស្មើនឹងពួកគេដែរស៊ូឆាឲ្យបងនៅស្ងៀមស្ងាត់បន្តិចទៀតឯងទៅវិញមុនចុះបងប្រុសបងយល់ថាធ្វើយ៉ាងនេះគឺអាចនៅស្ងៀមបានមែនទេនៅក្នុងត្រង់យូរពេកមិនចង់ត្រឡប់ទៅព្រៃវិញទេស៊ូឆាឯងមិនយល់ទេនេះក៏ជាការយល់ដឹងមួយដែរស៊ីលៀនបងប្រុសស៊ីលៀន3ឆ្នាំមកហើយនេះគឺជាលើកទី1ដែលអូននិយាយជាមួយបងប្រុសខ្ញុំចង់និយាយពាក្យពិតនៅក្នុងចិត្តប្រាប់បងប្រុសកម្មទុកគ្រប់ចំនួនគួរតែទៅរៀបការជាមួយអ្នកនាងវាងឈុនជើរួចហើយចូលបម្រើការងារនៅរាជធានីកុំភ្លេចពាក្យបណ្ដាំចុងក្រោយរបស់អ៊ំប្រុសហើយក៏ជាក្តីសង្ឃឹមរបស់គាត់ដែរស៊ីលៀនសាវនាការថ្ងៃនេះអស់លោកបានជួបជុំគ្នាផ្ដល់យោបល់គ្រប់គ្នាគួរឲ្យយើងត្រេកអរខ្លាំងណាស់ថ្ងៃនេះយើងពិភាក្សាជាមួយពួកលោកពីបញ្ហាកែប្រែច្បាប់ចាស់អស់លោកដឹងហើយត្រូវតែនិយាយឲ្យចប់ហាន់ជីលោកគឺជាមហាមន្ត្រីនាំមុខលោកនិយាយមុនចុះណែយ៉ាងម៉េចនឹងព្រះអង្គបិទមេថាទូលបង្គំទូលពិតបិទបានតែជាក់ស្ដែងមិនទាន់គិតគូរច្បាស់លាស់នៅឡើយគ្មានអ្វីថាល្អពេញលក្ខណៈនោះទេមានការអីនិយាយមុនធ្វើមុនបន្ទាប់មកគឺសម្រួលតាមក្រោយ
បើសិនជាអ្វីៗមានវិធីល្អគ្រប់យ៉ាងទៅធ្វើតាមក្រោយអញ្ចឹងការប្រជុំក៏វាគ្មានន័យដែរព្រះអង្គមានព្រះបញ្ញាញាណទូបង្គំនិយាយមុនចុះនិយាយចុះលោកគ្មានទោសទេទូបង្គំយល់ថាការកែប្រែច្បាប់ចាស់ទៅជាថ្មីមិនទាន់ដល់ពេលនៅឡើយទេហាន់ឈីអតីតព្រះរាជាការដែលនៅមានប្រជជនលោកថាមិនទាន់ដល់ពេលយើងឡើងគ្រោករាជលោកក៏និយាយថាមិនទាន់ដល់ពេលដែរលោកមានការជំទាស់នឹងច្បាប់ថ្មីមែនទេទូបង្គំគ្មានការជំទាស់ទេការដែលលោកលីស៊ីបង្កើតច្បាប់ថ្មីក្នុងចំនួននោះទាំងទូបង្គំលោកហ្វូលោកទូនិងលោកអោយ៉ាក៏ជាមនុស្សដ៏សំខាន់រួមការងារជាមួយនឹងលោកម្ចាស់វ៉ាន់ចិនវិធីសាស្ត្រថ្មីមាន7នៅ8គឺទូបង្គំជាអ្នកលើកឡើងអូលោកនិយាយទៅពេលណាទៅបានវាសមកែប្រែឡើងវិញការកែប្រែច្បាប់គឺនៅក្រោយពេលរាប់សិបឆ្នាំឲ្យយើងរងចាំយ៉ាងម៉េចកើតចំណែកលោកក៏រងចាំមិនបានដែរព្រះអង្គមានកូនមានចៅតរៀងទៅមិនចេះចប់ទេកែប្រែច្បាប់គឺជាផែនការរាប់រយឆ្នាំរបស់កូនចៅត្រូវមើលតាមសភាពការយល់ទៅតាមឱកាសមហាគ្រឹះរយឆ្នាំមិនមែនធ្វើក្នុងរយៈពេលមួយថ្ងៃឬមួយយប់បាននោះទេបើសិនជាធ្វើទាំងបង្ខំមិនត្រឹមតែសម្រេចមិនបានហើយបែរជាធ្វើឲ្យមានផលលំបាកទៀតផងក្រាបទូលព្រះអង្គហាន់ឈីនិយាយត្រូវទូលបង្គំក៏យល់ថាលោកម្ចាស់ហានិយាយត្រូវដែរក្រាបទូលព្រះអង្គទូលបង្គំមានការចង់ទូលថ្វាយបាននិយាយចុះសម្ដីរបស់លោកម្ចាស់ហាន់ឈីទូលបង្គំមិនឯកភាពទេយោងទៅតាមសម័យកាលនីមួយៗនៅក្នុងរាជវង្សហានសង្គ្រាមមួយឆ្នាំទល់មួយឆ្នាំគឺទាមទារនឹងការសម្រាកឲ្យបានគ្រប់គ្រាន់ដូច្នេះពេលនោះក៏មានច្បាប់កំណត់ជាបន្តបន្ទាប់ឲ្យសម្រាកបានតែសម្រាកតាមសម្រួលសម្រាកសន្សំរហូតមកដល់សម័យកាលឈីងសភាពការមិនល្អស្ដេចត្រាញ់ទាំងឡាយដណ្ដើមអំណាចព្រះរាជាសៀវទីបំផុតក៏ប្រើច្បាប់របស់សានយ៉ាងច្បាប់សានយ៉ាងកែទៅមានចន្លោះប្រហោងនេះហើយគឺជាហេតុដែលធ្វើនគរឈីងមានភាពខ្លាំងក្លាឡើងវិញសម័យកាលរាជវង្សថាងព្រះរាជាយ៉ុងចិនកែប្រែច្បាប់មិនបានសម្រេចក្រោយមករាជវង្សថាងក៏មានការប្រែប្រួលសម័យកាលសុងឈីងច្បាប់ថ្មីកែប្រែបានពាក់កណ្ដាលក៏ត្រូវផ្អាកនោះគឺមកពីមានការខ្វះខាតច្រើនពេកសភាពការបែបនេះបើសិនជាមិនកែប្រែឲ្យទាន់ពេលទេហើយនឹងសម្រួលទៅតាមកលៈទេសៈទេប្រកាសជាធ្វើមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើងបញ្ហាកើតឡើងក៏ច្រើនពេលនោះយើងមិនអាចតទល់ជាមួយឈីតានិងស៊ីសេបានរីឯផ្ទៃក្នុងរបស់យើងក៏មិនអាចការពារបានច្បាប់ថ្មីល្អឬអាក្រក់អ្នកណាក៏អាចធ្វើការសន្និដ្ឋានដឹងដែរថ្លើមធំណាស់ពីអីទៅដែលលោកនិយាយមន្ត្រីថ្នាក់ទី5ដូចជាលោកហ៊ាននិយាយផ្ដេសផ្ដាស់ក្នុងសាវនាការផងព្រះអង្គមានព្រីបន្ទូលឲ្យបញ្ចេញយោបល់គ្មានទោសហើយបានជាលោកម្ចាស់ហាមឃាត់ខ្ញុំមិនឲ្យនិយាយគឺយើងទេឲ្យអស់លោកនិយាយឲ្យអស់ចិត្តព្រះអង្គមហាសង្ឃរាប់រយឆ្នាំមានសេចក្តីសុខកន្លងមកមិនដែលមាននេះហើយគឺទេវតាជាអ្នកថែរក្សាបើប្រែប្រួលប្រហែលជាមានបញ្ហាចិត្តមនុស្សស្មានមិនត្រូវប្រែប្រួលច្បាប់អ្នកណាក៏ខ្លាចដែរម្យ៉ាងទៀតច្បាប់ជីដូនជីតាបានជ្រាបចូលក្រៅបេះដូងរបស់រាបើប្រែប្រួលធ្វើឲ្យរាមានការភ័យខ្លាចហើយនេះហើយច្បាប់នេះប្រែប្រួលមិនបានកែប្រែមានអីគួរឲ្យខ្លាចសម្ដីមនុស្សទេដែលគួរឲ្យខ្លាចនោះច្បាប់ដូនតាត្រូវកែសម្រួលដើម្បីឲ្យជាតិខ្លាំងក្លាកងទ័ពខ្លាំងក្លាប្រជារាស្ត្របានសុខសាន្តនេះហើយគឺជាច្បាប់ធម្មជាតិហើយក៏ជាច្បាប់កម្ពុជាដែរលោកដូចជាក្អេងក្អាងពេកហើយសុំដីលោកថ្លោះពេកហើយនិយាយរកខុសត្រូវមានអីគួរខ្លាចឬមួយថាគ្រាន់តែនិយាយរកខុសត្រូវក៏ហាមឃាត់មិនឲ្យនិយាយដែរម្យ៉ាងទៀតពួកលោកចង់ប្រើអំណាចហាមឃាត់មិនឲ្យខ្ញុំនិយាយមែនទេលោកយើងបាននិយាយហើយដឹងហើយត្រូវតែនិយាយហើយគ្មានខុសតែទោះជាយ៉ាងនេះក៏ដោយក៏ត្រូវមានការគូសំដែរយើងបាននិយាយហើយមន្ត្រីទាំងឡាយត្រូវមានយោបល់មិននឹកស្មានថាក្នុងសាវនាការក៏ខ្លាចទៅជាកន្លែងឆ្លោះគ្នាទៅវិញទូបង្គំខុសហើយទូបង្គំខ្វះការគូសំបានហើយបើជជែកគ្នាគ្មានលទ្ធផលទុកឲ្យយើងជាអ្នកអាកាត់យើងបញ្ជាឲ្យវាងអានស៊ឺជាអ្នកចូលរួមកិច្ចការរាជការពិភាក្សាការងារច្បាប់ឲ្យយ៉ាងសៀវក្រាបទូលព្រះអង្គលោកចេញព្រះរាជបញ្ជាចុះរឿងនេះយ៉ាងម៉េចលោកហ៊ានប្រឆាំងនឹងព្រះរាជបញ្ជាផងទូលបង្គំសូមទទួលព្រះរាជបញ្ជាបិទសវនកម្មសូមថ្វាយព្រះពរព្រះអង្គមានព្រះជន្មយឺនយូរសុឆាអានបងស៊ូស៊ឺយ៉ាឡើងលើព្រំទៀតហើយ
គេថាទៅតាមរកថាយិនមិញ ប៉ុន្តែមែនខ្ញុំទៅតាមរកគាត់ ឯងទៅធ្វើអីសូម្បីតែស៊ូឈឹងក៏ហាមឃាត់គេមិនបានដែរឯងមិនប្រសំនិយាយទៅបានការអីទៅ ខ្ញុំទៅហៅគាត់ត្រឡប់មកវិញ ហើយយ៉ាកុំទៅអីបងស៊ូឈឹងបងទៅតាមបងសេលៀនទៅឲ្យគាត់និយាយជាមួយបងប្រុសសម្ដីបងប្រុសស្ដាប់ចូលខ្លាំងណាស់ ហើយតើឲ្យខ្ញុំហាមាត់និយាយយ៉ាងណាទៅអូនអ្នកទាំងពីរជាស្រីដូចគ្នាអូននិយាយជាមួយគេទៅ បងស៊ូឈឹងសម្ដីខ្ញុំបងលៀនប្រកាសជាមិនស្ដាប់ទេតែបងជាប្អូនប្រុសបងនិយាយទៅគឺជារឿងផ្សេង មានតែអញ្ចឹងទេ លោកអាចារ្យមិនបានជ្រុលនៅទីនេះ បើសិនជាយើងតាមរកឯងលាក់បិទបានបើឯងតាមរកយើងមិនឃើញទេ បាយពីលោកអាចារ្យ3ឆ្នាំឥឡូវសត្វតែមកដល់ប្រកាសជាមានមូលហេតុហើយ ស៊ូបែកដំណើររយៈពេលយូរឆ្នាំយើងទៅដាក៏បានធ្វើអ្វីក៏បានចំណែកឯងទៅមិនរួចទេពេលដាក់ទៅរៀបការ ហើយបានជាលោកអាចារ្យស្រាប់តែសួរខ្ញុំពីរឿងនេះទៅវិញ អ្នកសុំសិលក៏ត្រូវគ្រប់តាមការសន្យាដែរ3ឆ្នាំមុនយើងសន្យានឹងលបស៊ូហើយនេះហើយយើងត្រូវតែគ្រប់តាមការសន្យា មិនដឹងថាពេលណាខ្ញុំអាចធ្វើដូចជាលោកអាចារ្យបានទេបើខ្ញុំចង់រកអ្នកខ្ញុំរកឃើញបើអ្នកចង់រកខ្ញុំគឺរកមិនឃើញទេ ក្មួយប្រុសឯងធ្វើដំណើរលើផ្លូវគ្រប់គ្រងការងារជាតិចំណែកយើងវិញជួនមានមុខជួនបាត់មុខទៅណាស្រេចតែចិត្តចំណែកឯងវិញមិនទាន់ដល់ពេលដូចយើងទេ សំទោសអ្នកនាងស៊ីលៀន បងស៊ូឈឹងមានការអីហ៎ ណែ មានការអីនិយាយទៅ អ្នកនាងស៊ីលៀនខ្ញុំសូមមកច្រើនបន្តិចចុះខ្ញុំមកនេះក៏ព្រោះតែរឿងបងប្រុសខ្ញុំដែរ លោកអាចារ្យការកាន់ទុក3ឆ្នាំចប់ហើយខ្ញុំនឹងទៅរាជធានីប្រហែលជាមិនងាយបានជួបលោកអាចារ្យទេថ្ងៃអស់សំណងគុណនឹងមិនជើចិត្តដល់ទីមិនចង់ ស៊ូអ្នករៀនល្អតែងតែនឹកដល់ព្រះជាយ៉ាវនឹកសុនតែគិតដល់រាជការនឹងរាជាចម្បងតើហេតុអីបានជាឯងបែកជានិយាយបែបនេះទៅវិញ អ្នកដែលគិតដល់ព្រះជាយ៉ាងនឹងសុនថ្ងៃណាមួយគង់តែនឹងខ្លួនទេគាត់មានចិត្តចង់រៀបការជាមួយស្រីដែលគាត់ស្រឡាញ់ប៉ុន្តែបែរជាត្រូវមនុស្សគ្រប់គ្នាស្ដីបន្ទោសនឹងចំទាស់ធ្វើអ្វីក៏មិនកើតគាត់រៀនសូត្រដើម្បីមនុស្សក្នុងលោកធ្វើការដើម្បីមនុស្សគ្រប់គ្នាប៉ុន្តែមនុស្សគ្រប់គ្នាបែរជាដណ្ដើមយកមនុស្សស្រីដែលគួរអាណិតពីក្នុងដៃរបស់គាត់ទៅបានលោកអាចារ្យលោកនិយាយទៅមើលតើគាត់ធ្វើឲ្យមនុស្សទាំងឡាយខកចិត្តឬក៏មនុស្សទាំងឡាយធ្វើឲ្យគាត់ខកចិត្ត រឿងស្ដីហានិយាយមិនចេះចប់អ្នកណាអាចអាកាត់ខុសឬត្រូវបាននោះ បងប្រុសពេលនេះដូចជាអស់សង្ឃឹមខ្លាំងណាស់មួយថ្ងៃនៅក្នុងព្រៃស្ទើរតែដកខ្លួនមិនរួចឥឡូវនេះចិត្តដល់ថ្ងៃផុតកាន់ទុកទៅហើយគាត់ត្រូវតែរៀបការជាមួយអ្នកនាងវាងយន្តជឺតែពួកយើងទាំងអស់គ្នាមានការបារម្ភរឿងនេះត្រូវពឹងលើអ្នកនាងស៊ីវលៀនជាអ្នកជួយដោះស្រាយ មិនបាននិយាយទៀតទេបងស៊ូឈឹងខ្ញុំទៅតាមរកបងប្រុស អរគុណអ្នកនាងស៊ីវលៀន បងស៊ូឈឹងមិនបាច់គួរសមទេខ្ញុំខ្លួនតែមួយបើសិនជាមិនមែនលោកអ៊ំនិងបងប្រុសទទួលខ្ញុំពេលនេះខ្ញុំប្រហែលជាតាតោនៅតាមផ្លូវទៅហើយ អ្នកនាងស៊ីវលៀនកុំនិយាយដូចនេះរយៈពេល3ឆ្នាំនាងមិនចេញពីផ្ទះដើម្បីគ្រួសារត្រកូលស៊ូយើងជំពាក់បំណុលនាងច្រើនណាស់ បងប្រុស ស៊ីលៀន បងប្រុសខ្ញុំមានការនិយាយជាមួយបងប្រុសកាលពីលើកមុននៅមុខភ្នៅបងស្រីបងប្រុសបានសួរខ្ញុំថាហេតុអី3ឆ្នាំហើយមិននិយាយជាមួយបងប្រុសបងសួរខ្ញុំយ៉ាងនេះគឺមកពីបារម្ភនឹងខ្ញុំសុំកុំបារម្ភនឹងខ្ញុំអី
ខ្ញុំសន្យានឹងបងពីថ្ងៃនេះទៅរាល់ពេលហូបបាយគឺខ្ញុំហូបបាយជាមួយអ្នកទាំងអស់គ្នានិយាយជាមួយបងប្រុសបងរៀនសូម៉ៃបងយល់យ៉ាងម៉េចដែរសេលៀនអាចចង់មកខំបងមែនទេបងប្រុសយល់ដឹងច្រើនក៏ដឹងពីចិត្តខ្ញុំដែរប៉ុន្តែខ្ញុំមិនចាំមកខំបងប្រុសទេនោះមកពីកាន់ទុកគ្រប់ចំនួនប្អូនស្រីវាងក៏បានសម្រេចចិត្តរៀបការជាមួយបងដែរបងគួរតែរៀបការជាមួយនាងសេលៀនមង្គលការនេះមិនមែនជាមង្គលការរបស់ស្ម័គ្រចិត្តទេអូនគួរតែយល់ចិត្តបងឲ្យច្បាស់ណារឿងអ្វីដែលបងមិនចង់ធ្វើបងមិនមកខំចិត្តទៅធ្វើទេបងប្រុសបងស្រីយ៉ាងជឿក៏ជាប្អូនជីដូនមួយរបស់បងស្រីវាងហ្វូហើយជាកូនអ្នកមានតើធ្វើបងពិបាកយ៉ាងណាទៅម្យ៉ាងទៀតពីបណ្ដាំរបស់ពុកការសម្រេចចិត្តរបស់រាជការមានលោកអាចារ្យអ៊ូជាមេអណ្ដាតមែនអ្នកណាក៏យល់ថាបងត្រូវតែរៀបការជាមួយនឹងយន្តជឿដែរបងរៀបការជាមួយយន្តជឿគឺវាហាក់ដូចជាសមហេតុសមផលណាស់អ្នកណាក៏សប្បាយចិត្តចុះចំណែកអូនវិញហេតុអីបានជាគេទាំងអស់គ្នាភ្លេចអូនតើអូនគិតយ៉ាងម៉េចឬមួយថាបងរៀបការជាមួយយន្តជឿវាគឺជារឿងត្រឹមត្រូវហើយនៅក្នុងលោកនេះមានសន្តិភាពហើយមែនទេហើយបើសិនជាបងរៀបការជាមួយអូនវាគឺជានឹងខុសច្បាប់ទម្លាប់ហើយនៅក្នុងលោកនេះប្រកាសជាជលយោបល់ហើយមែនទេបងប្រុសហេតុអីបានជាបងថានាងអាក្រក់យ៉ាងនេះម៉េចបងនៅជាមួយយងជឿគួរតែថែទាំនាងដូចជាថែទាំបងស្រីវាងហ្វូអញ្ចឹងបងនិយាយនេះគឺមកពីបងមិនបានគិតច្បាស់បងមិនគួរគិតតែរឿងស្នេហាបែរជាបន្ទោសអ្នកដទៃទៅវិញនោះទេបងមានដាំកតិរបស់បងតែបែរជាអស់សង្ឃឹមព្រោះតែខ្ញុំសៀលៀនហើយមិនគិតដល់រាចំណែកខ្ញុំវិញខ្លាចទៅជាអ្នកទោសរបស់វិជារាគ្រប់គ្នាប្រកាសជាបន្ទោសខ្ញុំពេលនេះមិនមែនខ្ញុំទេជាអ្នកបង្ខំបងគឺបងទេជាអ្នកបង្ខំខ្ញុំឲ្យគេទាំងអស់គ្នាស្អីបន្ទោសខ្ញុំបង្ខំឲ្យខ្ញុំយកសេចក្តីស្លាប់ដើម្បីសុំទោសមនុស្សគ្រប់គ្នាទាំងអស់នោះតើមែនទេសៀលៀនបងមិនអាចក្បត់ចិត្តអូនបានទេបងប្រុសខ្ញុំសៀលៀនជាជនឯកោមិនចាំបាច់បងបារម្ភនឹងខ្ញុំទេចំណែកបងមិនក្បត់ខ្ញុំក៏ដឹងពីចិត្តបងដែរទឹកចិត្តរបស់បងគឺលាក់នៅក្នុងបេះដូងរបស់ខ្ញុំគ្រប់គ្រាន់កក់ក្ដៅនឹងខ្ញុំអស់មួយជីវិតហើយកក់ក្ដៅណាស់សៀលៀនបងប្រុសរឿងដែលមិនសប្បាយចិត្តនៅក្នុងលោកមានច្រើនណាស់អាចជួបបងបានខ្ញុំសូមអរគុណទេវតាហើយបើសិនជាខ្ញុំមានការទៀមទានោះគឺថាខ្ញុំលោភលន់ណាស់ខ្ញុំជាមនុស្សដឹងតែពីផលប្រយោជន៍ម្ល៉េះហើយបងក៏មិនចាំបាច់គិតច្រើនពេកដែរពីពេលនេះទៅខ្ញុំសូមធ្វើជាប្អូនបង្ការរបស់បងផ្កាមួយតោនៅក្នុងទឹកស្អាតស្អំមិនប្រឡាក់ធូលីដល់ពេលរដូវស្លឹកឈើជ្រុះផ្កាក៏ត្រូវរុះរួយដែរផ្ការីកផ្កាស្រស់គង់តែរុះរយសម្រាប់មនុស្សគង់តែកន្លងផុតខ្យល់បក់ស្លឹកឈើជ្រុះតែស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ជប់នេះគឺជាជប់មង្គលការបងពិសាស្រានេះតើផឹកត្រូវតែផឹកបងមានបញ្ហាក្នុងចិត្តទេអត់ទេ
មិនល្អដូចជាបងស្រីទេ មិនមែនទេ រឿងមួយក្នុងចិត្តបងមិនអាចបំភ្លេចនរណាម្នាក់ទេដឹង យន់ជីបងគិតអ្វីមិនឃើញទេហើយក៏មិនដឹងថាគួរនិយាយយ៉ាងម៉េចសូមអូនអធិស្ឋានផង លោកគ្រូមិនបានជាលោកគ្រូនៅទីនេះ សិស្សសម្លាញ់គ្រូនៅក្បែរឯងយូរហើយមកពីឯងមិនដឹកខ្លួនអារម្មណ៍ឯងទៅដាក់បាត់ហើយ លោកគ្រូខ្ញុំ ស៊ឺលៀនអ្នកមីងជប់ថ្មនេះហើយអ្នកមីងមិនតាន់សម្រាប់ទេទៅសម្រាប់ទៅអ្នកមីងហត់ពេញមួយថ្ងៃហើយតែយើងបារម្ភនឹងនាងណាអ្នកមីងថ្ងៃនេះបងប្រុសរៀបមង្គលការខ្ញុំពិតជាសប្បាយចិត្តណាស់តើមានរឿងអីគួរឲ្យអ្នកមីងបារម្ភនោះខ្ញុំយល់ថាខ្ញុំតែងតែយល់ថានាងគ្មានឪពុកគ្មានម្ដាយនាងឯកោម្នាក់ឯងអ្នកមីងនាងអភ័ព្វណាស់ចង់យំមកអស់ចិត្តទៅកូនប្រុសអេលោកអង្គុយទៅកុំធ្វើឲ្យហត់នឿយពេកណាហ៎ឯងនៅក្មេងប៉ុណ្ណឹងចម្លងកំពីថ្មីទាំង3ឯងមិនយល់ថាវាដូចជាបង្ខំចិត្តពេកទេ ខ្ញុំប្រឡងជាប់ប្រចាំឆ្នាំស្ដាយណាស់ដែលសុខភាពរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចបម្រើការងារបានបើសិនជាខ្ញុំមិនខំសរសេរទេឆាកជីវិតមានន័យអីទៀតទៅកូនប្រុសហូបថ្នាំទៅ អ្នកម៉ែអរគុណម៉ែហើយ មកពីបងពីតូចបង្ខំឲ្យកូនថាងខំរៀនឥឡូវគេហត់យ៉ាងនេះទៅហើយប្រឡងជាប់បានការអីទៅ អាយ៉ាហើយបានជាបន្ទុកខ្ញុំទៅវិញសុខភាពគេខ្សោយតាំងពីតូចមកយើងរកគ្រូពេទ្យច្រើនណាស់ព្រមទាំងទៅរកព្រះសង្ឃហើយនឹងលោកអាចារ្យនៅតែអត់បានការហើយបានជាមកបន្ទុកខ្ញុំទៅវិញចំមែនហើយ អ្នកម៉ែសូមកុំបន្ទោសពុកអីលោកពូខ្ញុំទាំងពីរអានលីនិងអានកគឺជាអ្នកប្រាជ្ញត្រឹមត្រូវសុខភាពល្អមើលទៅទេវតាមិនត្រឹមតែស្រឡាញ់គ្រួសារវាងយើងប៉ុណ្ណោះទេហេតុនេះហើយខ្ញុំណែពីតូចសុខភាពរបស់ខ្ញុំមិនសូវល្អអត់បញ្ហាទេគេថាដើមឈើវិញមិនងាយរលំឲ្យតែថែខ្លួនបានល្អក៏អាចរស់បានយូរអង្វែងដែរម្យ៉ាងទៀតសម័យរាជការសាំងផឹងជុំមានសុខភាពខ្សោយឈឺច្រើនប៉ុន្តែថែទាំបានល្អទីបំផុតក៏ខ្លាយទៅជាមនុស្សដែលមានអាយុច្រើនជាងគេពុកក្នុងសាវនាការថ្ងៃមុនមិនក៏គេស្ដីបន្ទោសពុកទៅវិញហេតុអីឲ្យយ៉ាងសៀររហូតមកដល់ពេលនេះមិនព្រមធ្វើរាជសារព្រះជាតែងតាំងឲ្យពុកចូលរួមការងាររួចហាញ់តាមកពីមន្ត្រីទាំងឡាយមិនទាន់យល់ពីច្បាប់ថ្មីគឺយ៉ាងណាតើអាចបញ្ចុះបញ្ចូលពួកគាត់បានទេពិបាកណាស់តើតោដល់ការរស់នៅរបស់ប្រជារាស្ត្រគឺជារឿងសំខាន់ណែតើពុកគិតយ៉ាងម៉េចទៅយើងគិតថាព្រះអង្គបានសម្រេចប្រតិទៅហើយអ្នកណាក៏មិនអាចរារាំងបានដែរពុកយល់ខុសហើយខុសត្រង់ណាទៅពុកបើសិនជាគ្មានមន្ត្រីទាំងឡាយគ្រប់គ្រងទីបំផុតគឺព្រះរាជាទេដែលឯកកោអង្គឯងពឹងទៅលើព្រះរាជាមួយអង្គឯងហើយព្រមទាំងពឹងពុកតែម្នាក់ឯងធ្វើអ្វីក៏វាមិនកើតដែរមកគុនថាងអង្គុយចុះទៅចុះបើតាមយោបល់របស់កូនហាន់ឈីឪយ៉ាងសៀវស៊ឺម៉ាកង
ក៏រួមគំនិតប្រឆាំងជាមួយនឹងពុកយ៉ាងនេះហេតុអីក៏ពុកមិនទៅតាមរកគ្នាឯងទៅអញ្ចឹងមិនដូចជាបង្កើតបពុទៅហើយទេបងចង់ធ្វើអីបងធ្វើតែម្នាក់ឯងចោះខ្ញុំគិតថាកូនថាងពេលនេះគេគ្រាន់បើជាងបងឆ្ងាយណាស់អាយ៉ាអូនកុំលូកលាន់នៅក្នុងការងារអីស្មានតែខ្ញុំនឹងចង់លូកលាន់ណាស់ទៅអីខ្ញុំឃើញកិច្ចការនៅក្នុងលោកមិនខុសពីដាំបាយដេកខោអាវនោះទេហេអូននិយាយនេះក៏សមហេតុសមផលដែរគេនិយាយថាគ្រប់គ្រងការងាររាជការដូចជាធ្វើម្ហូបអាហារដឹកនាំកងទ័ពព្រៀបដូចជាដេកខោអាវសមហេតុសមផលពុករួមការងារដើម្បីរាជការតែបើរួមគ្នាដើម្បីខ្លួនឯងគឺជារឿងផ្សេងពុកគួរតែអូសទាញមនុស្សរួមការងារឲ្យបានច្រើននេះមិនមែនហៅថាចង់បង្កើតបកចង់បង្កើតក្រុមចំណែកឲ្យយ៉ាងសៀវក៏បានសរសេរអត្ថបទមួយនិយាយពីរឿងនេះច្បាស់ណាស់អត្ថបទរបស់គាត់ខ្ញុំពិតជាមានការយល់ដឹងច្រើនណាស់កូននិយាយត្រូវកូនឯនេះពិតជានិយាយត្រូវអូនអ្នកណាទៅអាចរួមការងារជាមួយយើងបានស៊ូគាត់នៅហ្វុងសៀងគ្រប់គ្រងការងារបានល្អល្បីណាស់ហើយនេះគឺជាការពិតណាស់កាលពីប្រហែលថ្ងៃមុនយើងបានពិភាក្សាគ្នានៅក្នុងការកែប្រែច្បាប់ឥឡូវនេះសូមឲ្យគេឆាប់ត្រឡប់មកវិញដើម្បីធ្វើការកែប្រែច្បាប់ស៊ូម្នាក់ឯងធ្វើឲ្យពុកសប្បាយចិត្តយ៉ាងនេះទៅហើយនៅមានលីវេឈីងម្នាក់នេះធ្លាប់បម្រើការងារនៅក្នុងសំណាក់ព្រះទីជាតិហើយក៏ជាអ្នកដែលប្រជាជឿជាក់គាត់ឆ្លើយឆ្លងសម្បត្តិជាមួយពុកជាច្រើនលើកក៏បាននិយាយពីវិធីការងារនៅចិនជៅដែរគាត់មានការឯកភាពគ្នាខ្លាំងណាស់ពេលនេះលីវេឈីងនៅស៊ូជៅហេតុអីក៏ពុកមិនសម្រេចជាដកគេត្រឡប់មកកាន់រាជការវិញវេឈីងគឺជាមនុស្សមានទេពកោសល្យល្អចំណែកចាងហឹងម្នាក់នេះមានសេចក្តីក្លាហានការនោះនៅជាមួយស៊ូធ្វើការប្រឆាំងសំណាក់សិក្សាទាំងនោះពេលនេះជាចវាយស្រុកសានជៅអ្នកទាំងនោះមានគំនិតល្អមធ្យោបាយក៏ច្រើនប្រកាសជាអាចរួមការងារជាមួយនឹងពុកបានណាបើសិនជាកូនបម្រើការងាររាជការប្រកាសជាអស្ចារ្យខ្លាំងណាស់អរគុណពុកហើយយ៉ាប៉ុន្តែយើងបានសរសេរសម្បត្តិផ្ញើទៅស៊ូមួយច្បាប់រៀបរាប់ប្រាប់គេពីការកែប្រែច្បាប់រាជការទាំងឡាយប៉ុន្តែពេលនេះទៅហើយមិនទាន់មានការឆ្លើយតបមិនដឹងថាមូលហេតុអីប៉ុន្តែមិនអីទេការកាន់ទុកដល់ពេលកំណត់មិនយូរប៉ុន្មានគេប្រកាសជាមកវិញ问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉，高处不胜寒，起舞弄清影，何色在人间？转朱阁，定起壶，照无眠。不应有恨，何时长相别？是缘。人有悲欢离合，月有阴晴圆缺。此事古难全，但愿人长久。千